ជំរាបសួរដល់ទស្សនិកជនអ្នកទស្សនានៅលើបណ្ដាញ YouTube ទាំងអស់គ្នាបាទនេះគឺខ្ញុំចង់បង្ហាញពីរូបភាពទេសភាពក៏ដូចជាការដេក័រក្លឹបកុមារមួយកន្លែងនៅភូមិដាច់ស្រចាលនៃប្រទេសកម្ពុជានេះគឺជាការរៀបចំមួយសម្រាប់មានភាពតាក់ទាញគឺពួកយើងបានយកសម្បកកង់ម៉ូតូដោយលាបពណ៌ចម្រុះគ្នាដើម្បីបង្កើនភាពតាក់ទាញឲ្យកុមារចូលរៀនហើយមួយទៀតយើងក៏មានក្តាររំអិលដែលឲ្យកុមារអាចលេងជុំគ្នាបានបង្កើតលក្ខណៈតាក់ទាញឲ្យគាត់បានមករៀនហើយក្តាររំអិលនេះគឺវាមានខ្ពស់គួរសមដែរហើយនេះគឺជារូបភាពមួយដែរទាក់ទងជាមួយនឹងការពង្រឹងកម្លាំងសាច់ដុំបាទហើយយើងមានតាមប្រភេទកម្ពស់របស់កុមារផងដែរកុមារកម្ពស់ប្រមាណគាត់តោងកន្លែងណាហើយកុមារកម្ពស់ប៉ុណ្ណាដែលគាត់អាចតោងហើយធ្វើឲ្យកុមារអាចមានសាច់ដុំរឹងមាំល្អហើយយើងក៏មានតោងសម្រាប់ឲ្យកុមារយកលេងផងដែរបាទតោងបែបនៅជនបទយើងមិនស្អាតទេនេះគឺជាសម្ភារៈដែលយើងនៅជនបទបើទីក្រុងគេទៅដល់ណាដល់ណីហើយសម្ភារៈគេទំនើបជាងពួកយើងឆ្ងាយណាស់នេះគឺជា